សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញវីដេអូពីរបៀបយើងទិញអវ៉ាន់មកពីថៅប៉ាវយើងដឹកមកផ្ទាល់ KA99 ឬក៏អវ៉ាន់ដែលយើងខ្ចប់ចូលគ្នាឲ្យឃ្លាំងខ្ចប់ចូលគ្នាដឹកមកផ្ទាល់អញ្ចឹងតាមបទពិសោធន៍ខ្ញុំផ្ទាល់ហើយពីមុនក៏ខ្ញុំធ្លាប់ទិញអត់បានដែរគ្រាន់តែក្រោយមកខ្ញុំទិញមកបានអញ្ចឹងណាខ្ញុំធ្វើវីដេអូប្រាប់អ្នកនរគ្នាហើយបើអ្នកនរគ្នាអ្នកដែលគាត់ចេះគាត់អាចធ្វើតាមវិធីសាស្ត្រគាត់បានគ្រាន់តែថានេះវិធីសាស្ត្រដែលខ្ញុំទិញបានគឺខ្ញុំប្រាប់នៅក្នុងវីដេអូហ្នឹងអញ្ចឹងដំបូងខ្ញុំប្រាប់ពីរបៀបទិញតែហាងមួយទេហើយឲ្យវាដឹកចេញមកផ្ទាល់អញ្ចឹងខ្ញុំឧទាហរណ៍កាបូបនេះមួយទៅវា1203យន់អញ្ចឹងយើងចុចទិញធម្មតាមកគ្រាន់តែថាពេលដែលយើងទិញអ្នកនរគ្នាត្រូវដូរអាស័យដ្ឋានណាដោយអានេះខ្ញុំឃ្លាំងចិននៅ CE ប៉ុន្តែខ្ញុំចង់ដឹកមកផ្ទាល់ខ្ញុំចុចលើហ្នឹងមកខ្ញុំដូរអាស័យដ្ឋានមកឃ្លាំងរបស់ខ្ញុំយកមកមកអាស័យដ្ឋានទួលគោកយកមកអាហ្នឹងបានន័យថាយើងដឹកមកផ្ទាល់ណាយើងចុចលើអាស័យដ្ឋានហ្នឹងមកហើយយើងចុចទៀតមកអញ្ចឹងវាត្រឡប់មកឡើយនេះអ្នកនរគ្នាសំខាន់ឡើយនេះអញ្ចឹងអាស័យដ្ឋានពីរហ្នឹងអាខាងលើនេះបើតាមបទពិសោធន៍ខ្ញុំបានន័យថាពេលណាដែលអវ៉ាន់ទៅដល់ឃ្លាំងគឺដឹកចេញមកផ្ទាល់យកហ្មងវាអត់ចាំត្រូវខ្ចប់មួយអវ៉ាន់ផ្សេងទេអាហ្នឹងអាទី1ណាហើយចំពោះអាទី2បានន័យថាអ្នកនរគ្នាទិញពីហាងផ្សេង1ឬក៏2ឬក៏3ហាងទៀតអាហ្នឹងសម្រាប់ខ្ចប់ចូលគ្នាអញ្ចឹងបើអ្នកនរគ្នាទិញតែមួយហាងទេយើងអាចយកទី1ហ្នឹងហើយអ្នកនរគ្នាឥឡូវខ្ញុំតវីដេអូមុនយើងទិញតែហាងមួយទេគ្រប់99អញ្ចឹងយើងដឹកចេញមកអញ្ចឹងវីដេអូទី2នេះគឺទិញ3ហាង4ហាងដាក់ចូលគ្នាអញ្ចឹងខ្ញុំឧទាហរណ៍អ្នកនរគ្នាមួយអញ្ចឹងយើងទិញអានេះមួយមកប៉ុន្តែមិនបាច់ទិញណាអ្នកនរគ្នាមិនបាច់តន់ទិញយើងដាក់វាចូលកន្ត្រកមកមួយអ្នកនរគ្នាមើលចំណាំនេះពេលដែលគ្រប់99យន់គឺកន្លែងហ្នឹងលោតពេញហ្មងអញ្ចឹងយើងទៅរកហាងមួយទៀតអញ្ចឹងយើងឃើញនាឡិកាយើងទិញមួយទៀតមកអានេះខ្ញុំគ្រាន់តែឧទាហរណ៍អ្នកនរគ្នាអាចទិញធ្វើតាមខ្ញុំបានណាយើងដាក់វាចូលកន្ត្រកមកឥឡូវយើងបាន3ហាងណាអ្នកនរគ្នានេះយើងចេញមកវិញមកហើយយើងចូលលេខកន្ត្រកនេះអញ្ចឹងយើងឃើញនេះអានេះមួយនាឡិកាអានេះហើយនឹងកណាត់នេះអញ្ចឹងពេលអ្នកនរគ្នាទិញហាង3ផ្សេងគ្នាឧទាហរណ៍ទិញហាង3ផ្សេងគ្នាហើយអ្នកនរគ្នាចុចយកទិញមកវាដូចតែអាមុនដែរទេដូចតែទិញមួយហាងដឹកចេញមកផ្ទាល់ដែរទេគ្រាន់តែថានេះអ្នកនរគ្នាកុំភ្លេចដូរអាស័យដ្ឋានណាដូរអាស័យដ្ឋានដាក់មកអាស័យដ្ឋានយើងមកហើយពេលមកដល់ចំណុចសំខាន់នេះអ្នកនរគ្នាកុំយកអាខាងលើកុំយកអាទី1ទៀតត្រូវយកអាទី2នេះបានន័យថាពេលដែលអាវ៉ាន់នឹងទៅដល់ហាងគឺវាដឹកចេញមកទេវាចាំអាវ៉ាន់នឹងគ្រប់ទាំងអស់បានវាដឹកចេញមកប៉ុន្តែអ្នកនរគ្នាត្រូវខ្ចប់ត្រូវចូលទៅខ្ចប់អវ៉ាន់ចូលគ្នាទៀតបានហាងដឹកចេញមកអញ្ចឹងយើងយកអាទី2វិញហើយត្រង់ចំណុចឡើងមិញបើអ្នកនរគ្នាអាច screenshot ទៅចូល Google Translate បកប្រែបន្ថែមក៏បានដូចគ្នាអញ្ចឹងអ្នកនរគ្នាយកតែប៉ុណ្្នឹងមកបានហើយយើងទិញមកធម្មតាមកហើយចំពោះដែលខ្ចប់ចូលគ្នាអ្នកនរគ្នាចូលឡើងនេះឈប់អ្នកនរគ្នាចូលឡើងរូប profile យើងមកចុចឡើងហ្នឹងមកហើយអ្នកនរគ្នាមើល tag ខ្ញុំនេះកន្លែងនេះដែលខ្ញុំសកត់ឲ្យមើលហ្នឹងយើងចុចលើហ្នឹងមកកន្លែងហ្នឹងពេលណាដែលអ្នកនរគ្នាទិញអវ៉ាន់ខ្ចប់ចូលគ្នាទិញ3ហាង4ហាង5ហាងចង់ឲ្យខ្ចប់ចូលគ្នាអ្នកនរគ្នាត្រូវមក select កន្លែងហ្នឹងអវ៉ាន់គឺវាលោតមកកន្លែងហ្នឹងទាំងអស់អញ្ចឹងអ្នកនរគ្នាត្រូវ select អវ៉ាន់3 4ហាងហ្នឹងចូលគ្នាហើយបានយើងចុចអានេះ confirm អញ្ចឹងបានហាងបានក្រុមហ៊ុនហ្នឹងគេដឹកឲ្យយើងតែអញ្ចឹងទេគឺអវ៉ាន់ហ្នឹងវាដឹកចេញមកទេអ្នកនរគ្នាឃើញដូចអាសូកូឡានេះចឹងដោយសារអានេះខ្ញុំទិញលើកទី1ទៅខ្ញុំអត់ដឹងដល់អញ្ចឹងទៅវាអត់ដឹកចេញមកទេអ្នកនរគ្នាឃើញគ្រាន់តែថ្លៃសេវាដឹកលេខ69យន់ដល់អញ្ចឹងខ្ញុំទុកចោលហ្មងទៅអញ្ចឹងបទពិសោធន៍ខ្ញុំមានតែប៉ុណ្្នឹងទេបើអ្នកនរគ្នាមានបទពិសោធន៍ផ្សេងអាចធ្វើតាមអ្នកនរគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបើអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយ share មួយផង